ទាំងអស់គ្នាដើម្បីរៀបចំទំព័រមុនពេលវាយអត្ថបទសូមអ្នកទាំងអស់គ្នាចូលទៅកាន់ Microsoft Word អ្នកទាំងអស់គ្នាចូល Blend Document ថ្ងៃនេះខ្ញុំនឹងណែនាំអំពីរបៀបនៅក្នុងការប្រើអត្ថបទនីមួយប្រើ tool នីមួយៗនៅក្នុង Page Layout អញ្ចឹងដើម្បីអ្នកទាំងអស់គ្នាវាយអត្ថបទឬក៏រៀបឯកសារអ្វីមួយជាដំបូងយើងត្រូវរៀបចំក្រដាសជាមុនសិនវាប្រៀបដូចជាយើងត្រូវតែចេះជ្រើសរើសសៀវភៅដែលយើងសរសេរដូច្នេះដែរដើម្បីធ្វើការរៀបចំទំព័រក្រដាស Page Setup យើងត្រូវអនុវត្តដូចខាងក្រោមនេះអ្នកទាំងអស់គ្នាចូលទៅកាន់ menu នៃ Page Layout អ្នកទាំងអស់គ្នានឹងឃើញពាក្យ Margin គឺប្រើសម្រាប់ជ្រើសរើសទំហំនៅក្នុងក្រដាសរបស់យើងនេះតើយើងចង់ឲ្យសរសេរអស់ច្រើនគែមច្រើនគៀកគែមឬក៏សរសេរនៅផ្នែកកណ្ដាលឬក៏បែបណាអញ្ចឹងជាធម្មតាខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាយល់ណារ៉ូបន្តមកទៀតអ្នកទាំងអស់គ្នាចូលទៅកាន់ Portrait នៅក្នុង Portrait របស់យើងនៅពេលដែលអ្នកទាំងអស់គ្នាយក Portrait គឺទំព័របញ្ឈរហើយអ្នកទាំងអស់គ្នាចូល Landscape គឺទំព័រភ្នែកចំណែកឯ Size វិញបើសិនអ្នកទាំងអស់គ្នាចង់បាន A3 សូមអ្នកទាំងអស់គ្នាជ្រើសរើស A3 ពេលដែល print មកចេញ A3 តែជាធម្មតាអ្នកទាំងអស់គ្នាសូមជ្រើសរើស A4 សម្រាប់ក្រដាសរាមធម្មតាជាបន្តមកទៀតយើងនឹងចាប់ផ្ដើមជួបជាមួយនឹង Page Layout តែដើម្បី set up page តើយើងគួរតែស្គាល់អ្វីខ្លះជាដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់ Margin នៅក្នុង Margin គឺមាន Top សម្រាប់កំណត់ក្បាលទំព័រពីខាងលើមកតើអ្នកទាំងអស់គ្នាចង់ឲ្យទំព័រអ្នកទាំងអស់គ្នារបៀបម៉េចបន្តមកទៀតគឺទំព័រចេញពីខាងឆ្វេងតើខាងឆ្វេងនៅសល់ចន្លោះប៉ុន្មានសង់ទីម៉ែត្របន្តមកទៀតកន្លែង Gutter គឺប្រើសម្រាប់កំណត់កន្លែងដែលអ្នកទាំងអស់គ្នាទុកកប់ធ្វើជាសៀវភៅសម្រាប់ Orientation សំទោស Orientation អ្នកទាំងអស់គ្នាយក Portrait ក្រដាសបញ្ឈរ Landscape ក្រដាសផ្ដេកសម្រាប់ Normal អ្នកទាំងអស់គ្នាជ្រើសរើស Normal គឺសម្រាប់ក្រដាសធម្មតាសម្រាប់ Whole Document គឺអ្នកទាំងអស់គ្នាជ្រើសរើសមានន័យថាអ្វីដែលអ្នកកំណត់ទាំងអស់គ្នាកំណត់តាំងពីលើមកតើកំណត់ពេញក្រដាសទាំងអស់អត្ថបទទាំងអស់ឬក៏សៀវភៅទាំងអស់ឬក៏បែបណាបើអ្នកទាំងអស់គ្នាយក Whole Document គឺយើងជ្រើសរើសទាំងអស់តែបើអ្នកទាំងអស់គ្នាយក This point forward មានន័យថាក្រដាសអ្នកទាំងអស់គ្នានឹងគឺចាប់ពីក្រដាសដែលអ្នកទាំងអស់គ្នាកំពុងតែវាយអត្ថបទនេះចុះទៅខាងក្រោមឬក៏ក្រដាសបន្ទាប់មកទៀតយើងនឹងរក្សាទម្រង់គឺនៅដដែលបើសិនអ្នកទាំងអស់គ្នាយកបញ្ឈរវានៅបញ្ឈរបើយកផ្ដេកគឺវានៅផ្ដេកដដែលចា៎ហើយនៅពេលដែលអ្នកទាំងអស់គ្នាកំណត់ហើយអ្នកទាំងអស់គ្នាចុចអូខេនោះអ្នកទាំងអស់គ្នានឹងបានក្រដាសមួយដើម្បីវាយអត្ថបទបានយ៉ាងល្អអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយជម្រាបលាបាយបាយ